ព្រះនាងស្រឡាញ់សត្វឆ្មាព្រះនាងដែលជាតួអង្គដ៏ឆើតឆាយក្នុងប្រវត្តិសាស្ត្របានបង្ហាញនូវព្រះរាជហឫទ័យមេត្តាធម៌ដ៏ជ្រាលជ្រៅចំពោះសត្វលោកតាំងពីព្រះជន្មក្មេងក្នុងចំណោមសត្វទាំងពួងសត្វឆ្មាបានដណ្ដើមយកទីតាំងពិសេសមួយក្នុងព្រះទ័យរបស់ព្រះនាងតាមរយៈព្រះរាជហឫទ័យប្រណីរបស់ព្រះនាងសត្វឆ្មាមិនត្រឹមតែត្រូវបានអនុញ្ញាតឲ្យរស់នៅក្នុងព្រះបរមរាជវាំងប៉ុណ្ណោះទេថែមទាំងទទួលបានការយកចិត្តទុកដាក់ខ្ពស់លើសពីសត្វចិញ្ចឹមធម្មតាទៀតផងព្រះបរមរាជវាំងបានក្លាយទៅជាជម្រកដ៏កក់ក្ដៅសម្រាប់សត្វឆ្មាជាច្រើនក្បាលដោយមានការរៀបចំយ៉ាងយកចិត្តទុកដាក់ដើម្បីធានាដល់សុខុមាលភាពរបស់ពួកវាព្រះនាងបានបង្ហាញនូវចំណូលចិត្តពិសេសចំពោះពស់ឆ្មាមួយចំនួនដែលមានរោមស្រស់ស្អាតនិងមានលក្ខណៈស្លូតបូតឆ្មាទាំងនោះត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នដើម្បីចូលបម្រើការក្នុងព្រះបរមរាជវាំងព្រះរាជហឫទ័យរបស់ព្រះនាងចំពោះសត្វឆ្មាបានជះឥទ្ធិពលយ៉ាងសំខាន់ទៅលើទស្សនៈរបស់ប្រជារាស្ត្រសត្វឆ្មាដែលធ្លាប់ត្រូវបានគេមើលឃើញថាជាសត្វធម្មតាបានចាប់ផ្ដើមទទួលបានការគោរពនិងស្រឡាញ់កើនឡើងគេបានកត់សម្គាល់ឃើញព្រឹត្តិការណ៍ជាច្រើនដែលបង្ហាញពីចំណងដ៏ជ្រាលជ្រៅរវាងព្រះនាងនិងសត្វឆ្មារបស់ព្រះនាងព្រះនាងតែងចំណាយពេលលេងជាមួយពួកវាដោយផ្ទាល់និងថ្នាក់ថ្នមដោយក្តីមេត្តាដើម្បីធានាថាឆ្មាទាំងអស់ទទួលបានការថែទាំត្រឹមត្រូវព្រះនាងបានចាត់តាំងក្រុមបុគ្គលិកពិសេសមួយក្រុមឲ្យទទួលបន្ទុកលើការចិញ្ចឹមការថែរក្សាសុខភាពនិងការលម្អិតផ្សេងៗទៀតតាមរយៈព្រះរាជឧបត្ថម្ភរបស់ព្រះនាងសត្វឆ្មាបានក្លាយជានិមិត្តរូបនៃភាពឆើតឆាយសន្តិភាពនិងព្រះរាជហឫទ័យមេត្តាធម៌នៅក្នុងវប្បធម៌របស់ព្រះរាជាណាចក្ររូបភាពសត្វឆ្មាបានលើកឡើងជាញឹកញាប់នៅក្នុងគំនូរផ្ទាំងក្រណាត់និងចម្លាក់នានានៅក្នុងព្រះបរមរាជវាំងដែលឆ្លុះបញ្ចាំងពីឥទ្ធិពលព្រះនាងចំណងចំណូលចិត្តនេះបានបង្ហាញឲ្យឃើញពីព្រះរាជារិកលក្ខណៈរបស់ព្រះនាងថាជាបុគ្គលដែលមានព្រះទ័យធន់ក្លិនស្រឡាញ់សន្តិភាពនិងមានការយកចិត្តខ្ពស់ចំពោះជីវិតទាំងពួងកេរដំណែលនៃព្រះនាងដែលស្រឡាញ់សត្វឆ្មាបានបន្តមានឥទ្ធិពលដល់អ្នកជំនាន់ក្រោយដែលលើកទឹកចិត្តឲ្យមានការគោរពនិងស្រឡាញ់សត្វចិញ្ចឹមជាពិសេសសត្វឆ្មានេះមិនមែនជារឿងចម្លែកទេដែលព្រះរាជវង្សានុវង្សធ្លាប់មានចំណងយ៉ាងជិតស្និទ្ធជាមួយសត្វដោយដែលបានឃើញនៅក្នុងអរិយធម៌បុរាណមួយចំនួនដែលសត្វឆ្មាត្រូវបានគេចាត់ទុកថាពិសេសសុខភាពរបស់ឆ្មានៅក្នុងព្រះបរមរាជវាំងគឺជាអាទិភាពមួយពួកវាទទួលបាននូវអាហារបំប៉នត្រឹមត្រូវនិងការត្រួតពិនិត្យពីពេទ្យសត្វយ៉ាងទៀងទាត់ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតវត្តមានរបស់សត្វឆ្មាទាំងនេះបានចូលរួមចំណែកបង្កើតបរិយាកាសស្ងប់ស្ងាត់និងប្រកបដោយភាពកក់ក្ដៅនៅក្នុងបរិវេណព្រះបរមរាជវាំងជាទេសភាពដ៏ស្រស់ត្រកាលមួយដូច្នេះព្រះនាងនៅតែត្រូវបានចងចាំជារៀងរហូតថាជាតួអង្គដែលបានបង្ហាញនូវក្តីស្រឡាញ់ដ៏បរិសុទ្ធចំពោះសត្វឆ្មាដែលជាផ្នែកមួយដ៏សំខាន់នៃព្រះរាជជីវិតនិងកិត្តិយសរបស់ព្រះនាង